លោកនៃតាន់យ៉ាហ៊ូនិងលោកដូណាល់ត្រាំឆ្នាំអីបានជាកាចម្លេះហើយលើកសង្គ្រាមវាយប្រយុទ្ធផ្អើលមកឆ្នាំ7ហើយឈានទៅដល់ផ្អើលពិភពលោកទៀតហើយមកសិលមិញថ្ងៃទី14នេះគឺវាកំទេចទីតាំងកោះប្រេងរបស់អ៊ីរ៉ង់ទៅទៀតបាទរឿងនេះរឿងវិបត្តិធំធេងហើយអ៊ីរ៉ង់ថាបដិញ្ញាវាកំទេចទីតាំងប្រេងទាំងអស់ក្នុងឆ្នាំ7ដែរអូរឿងនេះមិនធម្មតាឥឡូវខ្ញុំអត់ចង់វិនិច្ឆ័យច្រើនទេយើងមើលពាក់ព័ន្ធជាមួយនឹងតួអង្គរបស់លោកតាត្រាំត្រូវនឹងរឹកស្អីហើយលោកនៃតាន់យ៉ាហ៊ូត្រូវរឹកអីបានវាទៅជាអញ្ចឹងបាទយើងមើលពាក់ព័ន្ធជាមួយនឹងលោកនៃតាន់យ៉ាហ៊ូគាត់កើតឆ្នាំ1949យើងរាប់មកយើងឃើញថាគាត់ឆ្នាំណា1940 41 42 43 44 45 46 47 48 49បាទត្រូវនឹងឆ្នាំឆ្លូវហើយបើចំរឹកវិញរឹកតួអង្គកបីមហិង្សាប៉ុន្តែឆ្នាំហ្នឹងឆ្នាំអាសាញ់រឹករបស់គាត់មកត្រូវចំកន្លែងតួអង្គពញាមច្ឆានុអីគេកូនរបស់ហនុមានជាមួយនឹងនាងមច្ឆាមែនទេចាំអត់សកាកម្មរបស់គ្នាចាំអត់បាទពញានេះគឺទីងាររបស់មេតបស្រួយគេហៅពញាដូចជាពញាអុកញ៉ាមឿងអញ្ចឹងណាពញាហនុមានមេតបស្រួយហនុមានអញ្ចឹងណាបាទអញ្ចឹងហើយចុះលោកតាត្រាំកើតឆ្នាំ1946បាទយើងរាប់មក1940 41 42 43 44 45 46ឆ្នាំចបាទរឹករបស់គាត់តួអង្គក្រុងរៀបបាទតួអង្គក្រុងរៀបគឺជាស្ដេចនគរលង្កាដែលធ្វើស្អីមិនសូវចេះស្ដាប់អាណាទេធ្វើតាមអារម្មណ៍ធ្វើតាមចិត្តរបស់គាត់ចង់ធ្វើអីក៏បានហើយជាមនុស្សខ្លាំងប្រកែមានអានុភាពគាត់ប្រកាសមិនមែនបញ្ចូលឌូណាល់ត្រាំអញ្ចឹងទេតាមពិតមកពីរឹករបស់គាត់ចំនឹងតួអង្គក្រុងរៀបគឺមុងម៉ាំងខាងភុងមានទៅមានមកអត់ខ្វល់អត់ចាញ់អត់ឲ្យអាណាសម្លុតបានទេបើរឹតតែសម្លុតគឺរឹតតែវាយអស់អីអស់ទៅអាហ្នឹងគឺរឹករបស់ស្ដេចនគរលង្កាណានៅក្នុងសភៅតម្រាសង្គ្រាមបងប្អូនទៅមើលទៅបាទរឹករបស់ស្ដេចនគរលង្កាស្ដេចក្រុងរៀបនេះគឺអត់បានទេតែគាត់ធ្វើអីហើយកុំរារាំងគាត់បើរារាំងគាត់ចង់អស់អីក៏អស់ទៅវាយអត់ខ្វល់បាទអញ្ចឹងដល់ពេលឆ្នាំហ្នឹងគាត់មកត្រូវចំអីគេមកត្រូវរឹកចំពញាហនុមាននេះពញាហនុមានឆ្នាំចនៅនេះពញាហនុមាននិងពញាមច្ឆានុអីគេឪកូនជួបគ្នារួមដៃគ្នាឪកូនជួបគ្នារួមដៃគ្នារួមវាយណាគេបាទរួមវាយណាគេនេះមកមើលឆ្នាំរបស់លោកមូស្តាបាខាមីណីបាទមូស្តាបាខាមីណីដែលជាកូនរបស់លោកអាលីខាមីណីមេដឹកនាំរបស់អ៊ីរ៉ង់អាយុគាត់56អូមានបងប្អូនបកាយគ្នាច្រើនទៅ56ឆ្នាំចទេ56ឆ្នាំចទេអត់ទេក្បួនខ្ញុំកណនីដូចខ្ញុំប្រាប់បងប្អូនអញ្ចឹងថាខ្ញុំអត់កណនីដោយសម័យដោយខ្មោចព្រាយបិសាចចូលឬក៏បារមីមកប្រាប់ឬក៏ដេកយល់សពទេខ្ញុំគឺកណនីតាមកណិតវិទ្យាបាទកណិតវិទ្យាហ្មងបាទលោកមូស្តាបាខាមីណីនេះគឺអាយុគាត់56យើងរាប់នេះ50បាទ50 51 52 53 54 55 56ឆ្នាំរកាបាទហើយគាត់កើតនៅក្នុងឆ្នាំរកាតំណងគាត់កើតនៅគេហៅថាចុងឆ្នាំរកាបាទចុងឆ្នាំរកាពីព្រោះអ្នកកើត1970វាមានឆ្នាំចហើយឆ្នាំរកាគាត់កើតនៅក្នុងឆ្នាំ1970មែនប៉ុន្តែគាត់កើតមុនចូលឆ្នាំខ្មែរដល់មុនចូលឆ្នាំខ្មែរវាត្រូវនឹងឆ្នាំចឆ្នាំរកាបាទអញ្ចឹងឲ្យច្បាស់សិក្ខាកម្មរបស់ខ្ញុំឬក៏លោកគ្រូអ្នកគ្រូឬបងប្អូនដែលរៀនមួយខ្ញុំតែងតែប្រាប់តែងតែបញ្យល់ថារបៀបរាប់ឆ្នាំគឺយើងមានភាពច្បាស់លាស់មិនមែនជារឿងសម័យឬក៏យល់សពឬក៏បារមីមកប្រាប់ទេអត់ចឹងណាបាទអញ្ចឹងឥឡូវលោកមូស្តាបាខាមីណីគាត់ឆ្នាំរកាតួអង្គអីគេតួអង្គអ៊ីនត្រចិត្តរឹកតួអង្គអ៊ីនត្រចិត្តតួអង្គមេតបហើយបើតាមប្រវត្តិលោកមូស្តាបាខាមីណីនេះគឺរៀនថាសាសនាហើយគាត់ជាមេតបជាអ្នកមានអំណាចនៅពីក្រោយនៃការគ្រប់គ្រងរបស់អ៊ីរ៉ង់ហ្នឹងនៅពេលដែលឪគាត់នៅគាត់ក៏មានអំណាចខ្លាំងដែរបាទតែមិនដែលចេញមុខល្បីល្បាញអីទេតែនៅពេលនេះដែលគាត់ឡើងគឺមានជាមេតបតួអង្គរឹកអ៊ីនត្រចិត្តមិនដែរគឺអត់និយាយច្រើនញញ៉ៃទេគិតតែពីសង្គ្រាមចង់ធ្វើតែសង្គ្រាមគឺថាមេតបគឺចង់ប្រយុទ្ធដល់ពេលមកគាត់រឹកគាត់ឆ្នាំនេះគាត់ចំអីគេឆ្នាំអាសាញ់បច្ចុប្បន្នឆ្នាំអាសាញ់នេះអត់ទាន់ឆ្លងទេតចូលឆ្នាំខ្មែរហើយឆ្លងចូលឆ្នាំមមីវិញបាទអញ្ចឹងនៅក្នុងឆ្នាំអាសាញ់ដល់ហើយហ្នឹងរឹករបស់មូស្តាបាខាមីណីហ្នឹងគឺនៅចំតួអង្គគេហៅថាតួអង្គវាយរៀបបាទរឹកតួអង្គវាយរៀបនេះមែនតើគឺជាកូនរបស់គេថាបងប្អូនធွာជាមួយនឹងក្រុងរៀបបាទបងប្អូនធွာជាមួយរបស់ក្រុងរៀបប៉ុន្តែឆ្នាំហ្នឹងដោយសាររឹកគាត់ចំវាយរៀបហើយដល់ពេលក្រុងរៀបខ្លួនឯងហ្នឹងគឺតាត្រាំខ្លួនឯងហ្នឹងគាត់ឆ្នាំចរឹកក្រុងរៀបហ្នឹងគឺគាត់មកចំពញាហនុមានវិញហើយដល់ពេលលោកនេតាន់យ៉ាហ៊ូហ្នឹងគាត់មកចំរឹករបស់ពញាមច្ឆានុហ្នឹងគឺជាស្វាកតុយត្រីស្វាដែលមានកន្ទុយដូចត្រីហើយរស់នៅក្នុងទឹកបានដោយសារកូនកាត់រវាងហនុមានជាមួយនឹងនាងសវណ្ណវិឆាពញាមច្ឆានុនេះក៏ជាមេតបស្រួយដែរប៉ុន្តែមេតបស្រួយជើងទឹកផ្នែកខាងទឹកពីព្រោះទប់ទល់ជាមួយនឹងសង្គ្រាមជើងទឹកអាហ្នឹងគឺទុកឲ្យមច្ឆានុនិងវាយវេតបាទទុកឲ្យមច្ឆានុនិងវាយវេតហើយសង្គ្រាមជើងគោកទុកឲ្យឬសង្គ្រាមជើងអាកាសទុកឲ្យហនុមាននិងអង្គុតមកហើយសង្គ្រាមជើងគោកអាហ្នឹងទុកឲ្យព្រះភិរោធព្រះសុត្រុតខុននិលខុនឯកខុនទោះបាទសង្គ្រាមរឿងរៀមកេរបុរាណខ្មែរហ្នឹងគឺថាវាគឺជាព្រឹត្តិការណ៍សង្គ្រាមមួយដ៏សម្បើមមែនតើអញ្ចឹងបានកូណាសូរិយៈបានទី2លោកចងក្រងនៅក្នុងឆ្នាំ1930ហ្នឹងគឺយកអារឿងហ្នឹងមកខ្លាចជាតម្រាយុទ្ធសាស្ត្រសង្គ្រាមដែលព្រះអង្គនៅក្នុងឆ្នាំ1936គឺព្រះអង្គលើកកងទ័ពវាយដែនដីអាស៊ីអាគ្នេយ៍ទាំងអស់
ទាំងមូលហ្មងវាយគ្រប់គ្រងនគរចម្ប៉ា15តំបន់វានគរទ្វារអវតី14តំបន់វានគរដៃវៀត5តំបន់សរុបជាមួយនឹងអាណាចក្រខ្មែរ76បាន110តំបន់បាទអាហ្នឹងគឺយុទ្ធសាស្ត្រសង្គ្រាមបាទអញ្ចឹងបានក្នុងតម្រាសង្គ្រាមដែលខ្ញុំលើកអំពីរឿងរៀមគេមកខ្ញុំវិភាគខ្ញុំវែកញែកខ្ញុំស្រិតស្រង់សម្រាញ់ហើយស្រាវជ្រាវប្រមូលផ្ដុំផ្គុំផ្សំទាំងអស់ដើម្បីដាក់នៅក្នុងសិភៅតម្រាសង្គ្រាមហ្នឹងគឺវែកញែកឲ្យដឹងអំពីព្រឹត្តិការណ៍សង្គ្រាមវាមិនមែនមានតែឥឡូវឥឡានេះទេមានសង្គ្រាមអាកាសសង្គ្រាមជើងទឹកជើងគោកជើងអាកាសហ្នឹងតាំងពីសម័យក្នុងរឿងរៀមគេនៅក្នុងសម័យអង្គរវត្តយើងក៏មានអញ្ចឹងដែរបាទអញ្ចឹងយើងមើលដល់ទៅពេលឈុតនេះត្រូវវាយរៀបហើយនៅក្នុងឈុតមួយនៅក្នុងតម្រាសង្គ្រាមយើងមិនឃើញមានតួអង្គហនុមានជាមួយនឹងមច្ឆានុគាត់ចូលទៅរំដោះព្រាហ្មណ៍ពីឋានបាតដាលប៉ុន្តែអ្នកគ្រប់គ្រងឋានបាតដាលគឺវាយរៀបបាទវាយរៀបនឹងគ្រប់គ្រងហើយចាប់ព្រះរាមយកទៅស្ងោពីព្រោះព្រះរាមមិនមែនសម្រាប់បានទេមិនមែនកាប់អត់មកដល់ឆេះឲ្យដុតស្លោឲ្យក៏ងាប់ដែរបាទតោះប្រើថ្នាំប្រើអីឲ្យអ្នកស្លោហើយក្នុងហ្នឹងគឺវាយវេតរារាំងហើយចាប់វាយវេតចោលចាប់វាយវេតទុកហើយសួរថាចាំមច្ឆានុនឹងវាយរៀបនឹងជាស្អីគេវាយរៀបនេះមែនតើជាឪធររបស់មច្ឆានុទៀតបាទជាឪធរដែរក៏ប៉ុន្តែវាទាស់អីត្រង់ថាពេលដែលមច្ឆានុគាត់ជួបឪគាត់ពិតប្រាកដគឺហនុមាននោះហើយគាត់និយាយអំពីគោលការណ៍និយាយស្អីទៅក៏បញ្ចុះបញ្ចូលមច្ឆានុនឹងមកចោះចូលមួយខាងព្រាហ្មណ៍អញ្ចឹងមច្ឆានុនឹងអាចជារនុកក្នុងការប្រាប់ផែនទីនៅឋានបាតដាលឲ្យហនុមានទៅកន្លែងណាឬក៏សុំយោបល់មតិអីចេញពីមច្ឆានុទាំងអស់ដើម្បីទៅច្បាំងជាមួយនឹងវាយរៀបបាទអញ្ចឹងរឹករបស់លោកមុជតាបាខាមីណីនេះចំរឹកក្រុងរៀបក៏មិនស្រួលដែរនឹងថាមានអាយុនៅតទៅទៀតអត់ទេបាទពីព្រោះសង្គ្រាមនេះរឿងធំហើយចុះយើងមើលបច្ចុប្បន្ននេះបើយើងនិយាយពីចុះលោកអាលីខាមីណីហ្នឹងគឺត្រូវនឹងអីបាទលោកអាលីខាមីណីហ្នឹងគឺត្រូវនឹងឆ្នាំនេះដែរឆ្នាំថោះបាទឆ្នាំថោះវាត្រូវចំរឹកបាទនេះនៅចំកន្លែងនេះបាទលោកមុជតាបាខាមីណីហ្នឹងគឺចំឆ្នាំថោះបាទហើយចំឆ្នាំថោះវាត្រូវចំរឹកពាលីហើយពាលីមានគ្រោះថ្នាក់ដោយសារព្រាហ្មណ៍បាទអូនេះឆុងហ៎បាទឆុងគេសំទោសជាមកចង់ប្រើពាក្យឆុងអាហ្នឹងគឺខាងចិនរបស់យើងហាត់ទាស់សត្រូវមានន័យថាឪនឹងកូននឹងវាទាស់ឆ្នាំនឹងគ្នានឹងត្រូវស្លាប់ដោយសារតែលោកមុជតាបាខាមីណីនឹងនៅចំនៅក្នុងផ្កាយខ្យល់ហើយផ្កាយព្រាហ្មណ៍ទៀតហើយដល់ពេលឪនឹងចំផ្កាយអង្គត់សំទោសផ្កាយពាលីអញ្ចឹងពាលីនិងព្រាហ្មណ៍លួចបាញ់ព្រាហ្មណ៍ទៅជួយសុគ្រីពដោយពួននៅក្រោមដើមឈើហើយលួចបាញ់ប្រហារពាលីពីចម្ងាយហើយទីបំផុតពាលីគាត់ត្រូវព្រួញសព្រំមាសបាទត្រូវព្រួញសព្រំមាសក៏ត្រូវស្លាប់នៅក្នុងពេលព្រឹត្តិការណ៍សង្គ្រាមហ្នឹងទៅបាទនេះគឺរឿងពាក់ព័ន្ធជាមួយនឹងសង្គ្រាមបាទហើយចាំមើលដល់ពេលឆ្នាំក្រោយទៅវាមានផ្លាស់ប្ដូរឲ្យពេលណាដែលចូលឆ្នាំមមីចូលឆ្លងឆ្នាំយើងហើយចូលឆ្នាំមមីនេះរឹកវាត្រូវផ្លាស់ប្ដូរហើយបាទសម្ដេចធិបតីយើងមកចូលចំនៅក្នុងរឹកចូលចំរឹកវាយវេតហើយដល់ពេលអនុទីននេះមកចូលចំរឹកមហាចម្ពូរាជវិញហើយបាទចំមហាចម្ពូរាជឬចំអេសីខូសមនីទេចាំមើលសិនទៅបាទចំពេលណាចំកន្លែងណាកន្លែងណីអាហ្នឹងបានយើងអាចមើលបានតាមពិតទៅខ្ញុំមិនចង់ថាលើកមកព្រឹត្តិការណ៍វាកាត់ឡើងហើយទេតែខ្ញុំចង់លើកបង្ហាញថាមើលទៅវាហាក់បីដូចជាវាត្រូវគ្នាបាទមិនមែនទាញអារឿងនោះមកត្រូវអារឿងក្បួននេះហើយមិនមែនទាញអាក្បួននេះទៅត្រូវរឿងនោះទេគ្រាន់តែព្រឹត្តិការណ៍វាកាត់ឡើងទៅដល់ពេលខ្ញុំអង្គុយមើលក្បួនចុះមើលក្បួនឡើងចុំរឿងនេះដំណើរនេះដូចអ្វីដែលទៅសេតាំងពីបុរាណមកហើយហ្នឹងគាត់ថាយើងអត់មានពេលមើលអត់មានពេលលេខស្រួលគាត់ថាថ្ងៃមុននេះខ្ញុំគ្រាន់តែរាប់ឆ្នាំឲ្យមើលថាអាក្បួនអំបិលចក្រវាលហ្នឹងរាប់ឆ្នាំកណនីឆ្នាំអីក៏បានដែររយឆ្នាំណាកើតឆ្នាំអីទៅឆ្នាំអីឬក៏អាយុប្រហែលត្រូវឆ្នាំអីត្រូវអាយុប្រហែលអីហ្នឹងគេមើលនៅក្នុងនេះទាំងអស់ហើយដល់ពេលតួអង្គរឹកយើងម្នាក់នេះដែលថាយើងប្តីប្រពន្ធក៏ដោយយើងរស់នៅក្នុងវល់មួយឆ្នាំទៅមួយឆ្នាំយើងមិនមែនមានន័យថា sweet រហូតផ្អែមរហូតតែមានប្រៃមានជូរមានចត់មានខឹងមានសម្បាមានងាកចិត្តរេចិត្តមានផាត់ក្បត់មានចោះសម្រងមានបែកគ្នាហើយមានត្រឡប់ជួបគ្នាវិញអីក៏មានដែរហើយក្នុងដំណើររឿងនៃតម្រាសង្គ្រាមនេះវាមានទាំងអស់រសជាតិហ្នឹងបានខ្ញុំអង្គុយស្ងើចថាអាហ្នឹងមិនមែនភាពអស្ចារ្យអីដែលខ្ញុំអស្ចារ្យទេណាអ្វីដែលអស្ចារ្យគឺបកូនណាសូរយៈវរ្ម័នទី2ដែលជាព្រះរាជានៃចក្រភពខ្មែររបស់យើងអាណាចក្រខ្មែររបស់យើងទេដែលលោកអស្ចារ្យនោះបាទដែលយើងគួរអង្គុយស្ងើចទៅសើអំពីក្បួនតម្រាបុរាណដែលវាអស្ចារ្យមែនតើបងប្អូនអង្គុយគិតទេលោកចេះគិតមកអានេះចំអានេះចំមនុស្សវារសជាតិសំបីតែគ្រួសាររបស់យើងហ្នឹងវាមានពេលសង្កេយមានពេលបែកបាក់មានពេលសង្ស័យគ្នាមានពេលចោតប្រកាន់គ្នាមានពេលបែកគ្នាហើយមានពេលត្រឡប់ជួបគ្នាវិញមានពេលឆ្លោះគ្នាកាប់ចាក់អាមិនធ្លាប់ឆ្លោះគ្នាគាត់ទៅឆ្លោះគ្នាអាធ្លាប់សម្ដីផ្អែមទៅសម្ដីប្រៃវិលចុះវិលឡើងមកផ្អែមពីផ្អែមទៅជូប្រៃផ្អែមហិលជូចត់វិលចុះវិលឡើងហើយតោះយើងដឹងដេញតាមរឹកដែរណាសំបីតែក្នុងមួយឆ្នាំហ្នឹងក៏រឹកយើងវាដើរពីមួយខែទៅមួយខែបដូរពីមួយខែទៅមួយខែហ្នឹងវាប្រែប្រួលរហូតដែរបាទលៀបសការៈអីបូចផ្សេងហ្នឹងក៏នេះដែរ
hôm mà tại dương trong đăng pi sạc bố chia dương liếp vô sao sọc mà thay nó không lục thoa mà lúc nãy cầm miên là không lục thoa này liếp vô hại vô sao sọc nền tìa và sọc tục nền tìa chẳngនៅក្នុងផ្កាយប្រតិតទៅអ្នកណានៅឈរក្នុងផ្កាយប្រតិតវាច្បាស់ណាស់វាឈរទៅលើកិត្តិយសកិត្តិនាមកិត្តិស័ព្ទខុសគ្នាណាកិត្តិនាមកិត្តិយសកិត្តិស័ព្ទកិត្តិនឹងប្រែថាខ្ពស់ភាសាខ្ពង់ខ្ពស់ហើយយសខ្ពង់ខ្ពស់បាទកិត្តិយសខ្ពង់ខ្ពស់មានន័យថាមនុស្សនឹងឡើងតំណែងឡើងស័ក្តិឡើងឋានន្តរស័ក្តិអីហ្នឹងគេហៅថាកិត្តិយសមានកិត្តិយសហ្នឹងគឺថាឡើងប្រយ័ត្នបែងចែកអត់ដាច់កិត្តិយសកិត្តិនាមកិត្តិស័ព្ទបាទហើយដល់ពេលឡើងហ្នឹងហៅកិត្តិយសបាទហើយបើសិនជាអត់មានកិត្តិយសមានតែទុរិយសបាទទុរិយសឆ្កាយចាក់យសត្រាត់ចាក់យសធ្លាក់សាក់បាទទុរិយសតែកាលណាគេជេរអទុរិយសអីណាទុរិយសទុរៈហ្នឹងប្រែតែឆ្កាយបើយើងកាច់នៃស្រួលគឺថាធ្លាក់បនសាក់ហ្នឹងឯងបាទដល់ពេលនៅក្នុងផ្កាយប្រចាំទៅគេហៅថាកិត្តិស័ព្ទបានខ្លាចជាល្បីល្បាញនៅសុកទៅជាល្បីល្បាញគេស្គាល់គេ support គេគ្រប់គ្រងគេចូលចិត្តគេ fan គេ follow អីចឹងទៅណាអាហ្នឹងកិត្តិស័ព្ទបាទកិត្តិស័ព្ទដល់ពេលកិត្តិនាមផ្សេងពីហ្នឹងទៀតអាកន្លែងហ្នឹងបើសិនបងប្អូនមិនបានបែងចែកដៃកិត្តិនាមគេហៅថាមនុស្សដែលបានសាងស្នាដៃ1 2 3 4 5ទៅវាមានគេឈ្មោះជាប់ជាយូរអង្វែងមានគេឈ្មោះឲ្យគេគោរពបូជាមានគេឈ្មោះឲ្យគេគេថាជា fan គ្រប់គ្រងអមតាសាងស្នាដៃនិពន្ធឬក៏បង្កើតអ្វីយើងសមិទ្ធផលមួយមកមានកិត្តិនាមដែលយើងបានបង្កើតអ្វីមួយឈ្មោះរបស់យើងជាអ្នកបង្កើតអីមួយហ្នឹងទៅអមតាសេសភៅឬក៏បង្កើតក្បួនទៅហ្នឹងគេថាមានកិត្តិនាមបាទបង្កើតកិត្តិនាមបានបង្កើតកិត្តិនាមហ្នឹងចឹងកិត្តិនាមកិត្តិយសកិត្តិស័ព្ទបាទពុកម៉ែបងប្អូនត្រឡប់មកវិញពាក់ព័ន្ធជាមួយនឹងរឿងរឹករបស់មេដឹកនាំនីមួយៗវាអញ្ចឹងហើយវាចម្លែកណាស់វាត្រង់ថាលោកនេតាន់យ៉ាហ៊ូវាត្រូវមកឆានុហើយលោកត្រាំហ្នឹងត្រូវមកចំនឹងហនុមានឪកូនហើយយើងឃើញទេយើងមើលមានប្រាជ្ញបណ្ឌិតមួយចំនួនថាដូចឪកូនមែនដូចម្ចាស់ហើយនឹងអំរើដូចគ្នាមែនអនថាតាត្រាំជាហនុមានជាឪបាទហើយលោកនេតាន់យ៉ាហ៊ូជាមច្ឆានុពញាមច្ឆានុហ្នឹងគឺជាកូនបាទអញ្ចឹងអ៊ីស្រាអែលនិងអាមេរិកឥឡូវហ្នឹងវាដូចកូនហ្នឹងវាត្រូវរឹកគ្នាទេណាវាចៃដន្យគិតមើលវាមិនសមណាវាមកចៃដន្យហើយវាទៅវាយប្រហារបាទវាចៃដន្យហ្នឹងមកវាយប្រហារទៅលើអាលីខាមីណីជាមួយនឹងលោកមូស្តាបាកាមីណីបាទរឿងនេះក៏ជារឿងការប្រៀបធៀបបង្ហាញថាទេអាក្បួននេះមិនក៏ដូនតាយើងគាត់បង្កើតមកក៏ត្រូវរងគ្នាម្លេះហើយបាទអ្វីជាចុងក្រោយខ្ញុំបារម្ភមែនទែនគឺបញ្ហាប្រេងសាំងបាទលើទៅចុះថោកដូចមិនអាចទេបាទដោយសារតែអាមេរិកបានកំទេចទីតាំងសាំង 100% សន្ទុះ 90% នៃអ៊ីរ៉ង់ហ្នឹងខ្ទេចបាទនៅម្សិលមិញបាទហើយអ៊ីរ៉ង់បដិញ្ញាថាវាយកំទេចប្រេងនៅមជ្ឈមបូព៌ាដែរវាជាវិបត្តិមែនទែនហើយតម្រង់នៃសង្គ្រាមនេះខ្ញុំកំពុងតែមើលឃើញថាអាមេរិកយកជើងជន់កអ៊ីរ៉ង់តែដៃខ្ទប់ដង្ហើមចិនបាទវាយអ៊ីរ៉ង់ទេប៉ុន្តែវាជាសរសៃឈាមធំជាសរសៃឈាមបេះដូងដែលធ្វើឲ្យចិនហើយឬអាស៊ីទាំងមូលបញ្ហាយើងគិតមើលការវាយវគ្គទី1រឿងអ៊ុយក្រែនជាមួយនឹងរុស្ស៊ីវាធ្វើឲ្យគឺថាដាក់សម្ពាធទៅលើរុស្ស៊ីធ្ងន់ធ្ងរមែនទែនប៉ុន្តែនៅពេលដែលវាយលើកនេះវាយអ៊ីរ៉ង់វាបែរជាប៉ះពាល់ដល់អាស៊ីនឹងខ្លាំងជាងគេបាទហើយបើសង្គ្រាមមួយសតមានឹងអីងាប់រស់មិនរស់ទេចិត្តនេះបាទមិនរស់ទេចិត្តនេះហើយឥឡូវរឿងមួយទៀតឆ្នាំក្រោយម្សាញ់ចូលមកដល់មមីចូលមកដល់លោកមួយចតាបាខាមីណីនឹងអាចមកចូលចំនឹងរឹកប្រឹសមាសបាទចូលមកចំរឹកប្រឹសមាសហ្នឹងគឺមិនល្អទេបាទតែបើសិនអានេះមិនទាន់គុណគូទុកទេណាបើសិនជាគាត់ចូលចំរឹកពីស្វាមិត្តគឺគាត់ទទួលយកសន្តិភាពបាទអីស្អីពីស្វាមិត្តគាត់ទទួលយកសន្តិភាពប៉ុន្តែបើសិនជាគាត់មិនយកសន្តិភាពគឺគាត់ច្បាស់ជាចូលរឹកចំសបញ្ញតាយុឬក៏ប្រឹសមាសជួយគេដល់នៅទុកទោសបើគាត់នៅគ្រប់គ្រងអាមេរិកបន្តសង្គ្រាមឬគាត់ញុះអាមេរិកឲ្យបន្តសង្គ្រាមជីវិតគាត់នឹងបាត់បង់នៅពេលថ្ងៃឆ្នាំក្រោយហ្នឹងបាទអានេះបើសិនជាចំប្រឹសមាសដូចជាបងប្អូនចាំរឿងកន្លែងប្រឹសមាសមានន័យថាក្រុងរៀបគាត់ប្រើឲ្យគេហៅថាមហារាជកូនចៅគាត់មួយឈ្មោះមហារាជឲ្យប្រែកាឡាទៅជាប្រឹសមាសដើម្បីបញ្ឆោតព្រះរាមបាទបញ្ឆោតព្រះរាមហើយឆ្នាំក្រោយហ្នឹងលោកតាត្រាំហ្នឹងចំព្រះរាមបាទចំព្រះរាមសង្ស័យប្រឹសមាសនិងព្រះរាមមានរឿងគ្នាស្លាប់បដ ாய் បាទស្លាប់ប្រឹសមាសហ្នឹងប្រឹសមាសហ្នឹងគឺគាត់ប្រែកាឡាទៅជាមហារាជហ្នឹងជាសេនារបស់គាត់ហ្នឹងគឺមហារាជហ្នឹងប្រែកាឡាជាប្រឹសមាសបញ្ឆោតឲ្យព្រះរាមចេញទៅឆ្ងាយហើយដល់ពេលព្រះរាមចេញទៅឆ្ងាយព្រះរាមហ្នឹងឯងអ្នកបាញ់បាទព្រាមអ្នកបាញ់វាខុសត្រង់ថាកន្លែងចំណុចហ្នឹងបាទមានន័យថាឲ្យអាមេរិកហើយអាមេរិកអ្នកវាយអ៊ីស្រាអែលឲ្យខ្ទេចឬក៏អាមេរិកនឹងធ្វើឲ្យអ៊ីស្រាអែលដល់នៅសេចក្តីវិនាសបាទយ៉ាងណាយ៉ាងណីតាមរឿងហ្នឹងខ្ញុំនិយាយក្នុងក្បួននេះណាមិនមែនខ្ញុំមើលឃើញបើឃ្លាយមើលធ្លុះទេអត់ទេនិយាយពីក្នុងក្បួននេះហើយនៅក្នុងឆ្នាំដែលព្រះតាត្រាំគាត់ចចូលក្នុងរឹកព្រាមវាច្បាស់ណាស់គឺនឹងមានសង្គ្រាមជាមួយនេះវិញបាទ
បាទបើសិនជាវាស្ថិតលើពីរហ្នឹងវាអត់ទាន់យើងអត់ទាន់កំណត់រឹកថានឹងត្រូវអីគេទេបើសិនជាគាត់ត្រូវចំរឹកវាយរៀបវិញបាទឆ្នាំក្រោយបើគាត់ត្រូវចំរឹកវាយរៀបវិញគឺគាត់មានគ្រោះវិញបាទគាត់មានគ្រោះតែត្រាំគាត់ចាស់ហើយនៅយូរទេអាយុឡើង80ប្រហែលហើយបងប្អូនរាប់មើលឥឡូវមើលរាប់អាយុទាំងអស់គ្នាណាគាត់មួយ40 41 42 43 44 45 46ឆ្នាំចបាទឆ្នាំចខ្ទង់ប្រហែលខ្ទង់8ណាឬខ្ទង់7បើយើងនិយាយខ្ទង់7យើងរាប់នេះ70នេះនេះ70បាទឈប់ខ្ញុំមើលតិចសិនបាទនេះខ្ទង់7 70 71 72 73 74 75 76 77 78 79បាទឥឡូវ79ហើយឆ្នាំក្រោយ80គុតបាទ80គុតឆ្នាំអត់បាទចង់ដឹងគុតឆ្នាំមិនគុតឆ្នាំយក80គុណនឹង3ចែកនឹង9ណាបើឃើញ0អាហ្នឹងគ្រោះកបត់ក្បាលហៅគ្រោះប្រកេតបាទគ្រោះប្រកេតអាហ្នឹងគឺស្លាប់ហើយបើមិនស្លាប់ដោយសង្គ្រាមក៏ស្លាប់ដោយសារអីផ្សេងដែរអាហ្នឹងបើយើងនិយាយពីដំណើររបស់គាត់យើងអត់ដឹងថាគាត់ទទួលយកប័ណ្ណឈប់បាញ់មុនឬក៏គាត់ចង់ទៅធ្វើសង្គ្រាមបើគាត់ចំរឹកសង្គ្រាមចំរឹកព្រាមគឺគាត់ត្រូវទៅវាយគេបន្ថែមបាទទៅវាយគេបន្ថែមទៀតបាទនេះរឹកព្រាមរៀមមាធិរាជបាទរៀមមាធិរាជហើយខាងឥណ្ឌាគេហៅរាមាយណៈណារាមាយណៈតែរឿងរៀមគេខ្មែរយើងអត់ដូចរឿងរៀមគេឥណ្ឌាទេខុសគ្នាប្រហែល 50% បាទ 50% ដោយសាររឿងឥណ្ឌាយើងនិយាយអំពីទេវនិយមតែម្ដងតែរឿងរបស់បកូណាសូរិយវរ្ម័នទី2គឺជាលក្ខណៈមនុស្សតថភាពមនុស្សមានព្រាមជាអវតាររបស់ព្រះនរាយណ៍មែនតែព្រាមចេះជួយចាប់ចេះអួលអាក់ចេះកន្ទុកកន្ទិញចេះជួយចុកចាប់ចេះយំចេះសោកចេះប្រចាំចេះខឹងចេះអីទាំងអស់ភាពជាមនុស្សយ៉ាងណាគឺស្នាដៃរឿងរៀមគេរបស់យើងហ្នឹងគឺបញ្ចូលលក្ខណៈដូចជាមនុស្សបេះបិទបាទហើយហនុមានហ្នឹងចេះយំចេះព្រាត់ចេះប្រាស់ចេះសន្លប់ចេះគេត្រូវរបួសអីដូចគ្នាអត់មែនដូចជាអាទិទេពឥណ្ឌាទេអាទិទេពឥណ្ឌាដូចជាអាទិទេពនឹងមិនចេះងាប់មិនចេះឈឺមិនចេះអីសោះបាទហើយឈ្នះគេរហូតអាទិទេពបាទតែរឿងខ្មែរយើងអត់ចឹងហើយព្រាមលោកមានសន្លប់មានអីដូចគ្នាហ្នឹងលោកចេះជួយចាប់បន្ទុកបន្ទិញយំសោកបោកខ្លួនសន្លប់ប្រាស់ប្រានអីហូហែតែបែរឡូតដូចតែគ្នាអាហ្នឹងគឺខ្ញុំចង់បង្ហាញអំពីក្បួនខ្នាតតម្រាំបុរាណខ្មែរយើងបាទហើយវាឆ្នាំហ្នឹងវាឆ្នាំចំទាស់គ្នាមែនឆ្នាំតតឹងគ្នាមែនឆ្នាំព្យុះភ្លៀងបើនិយាយទៅថាលោកនេតាន់យ៉ាហ៊ូជួបព្យុះភ្លៀងបាទបើសិនជានៅក្នុងផ្កាយរហូផ្កាយពពកខ្មៅអត់បាត់បាំងណាមានន័យថាហើយវាមិនមែនគឺវិច័យដនអញ្ចឹងបងប្អូនមិនមែនចេះតែថាទៅទេវិច័យដនលោកនេតាន់យ៉ាហ៊ូហ្នឹងគឺកំពុងតែនៅក្នុងផ្កាយខ្មៅមកផ្កាយពពកបាត់បាំងផ្កាយរហូហើយ2ឆ្នាំបាទយើងដឹងហើយព្រឹត្តិការណ៍ដែលគាត់2ឆ្នាំនេះគឺគាត់កំពុងតែវឹកវរខ្លាំងហើយនឹងបន្តទៅវឹកវរលោកនេតាន់យ៉ាហ៊ូមួយជាគេហៅថាជាផ្កាយរហូនឹងធ្វើឲ្យបាត់បង់ពន្លឺរស្មីព្រះអាទិត្យឬក៏ធ្វើអាប់អ៊ូពេញផែនដីហ្នឹងអាប់អ៊ូឥឡូវនេះកំពុងតែពិបាកចិត្តមិនដឹងទៅណារួចចូលឆ្នាំទៅណាបងប្អូនជិះឡានទៅណាជិះកង់ជិះម៉ូតូអត់សូវអីទេដល់ជិះឡានទៅរួចទេខ្ញុំកំពុងតែព្រួយបារម្ភថាហ៊ានតែសាំងដល់$2កន្លះចប់ហើយនឹងទៅណារួចទេបងប្អូនណាបាទហើយលោកតាត្រាំនេះគឺវាមានរឿងចំពញាហនុមានហ្នឹងគឺចេញធ្វើសង្គ្រាមញឹកញាប់មកចេញធ្វើសង្គ្រាមទៅចាប់មេដឹកនាំនេវេសូឡាមានទំនាស់ទាស់តែងជាមួយសេឡែនស្គីគឺផ្កាយពាក់ព័ន្ធជាមួយនឹងផ្កាយប្រសៅគឺថាច្រឡោតតោតងមូលខ្មាញ់ខ្នោះខ្នាញ់ខ្នោះតោះតែងអត់ត្រូវគេត្រូវឯងទេហើយមានទំនាស់ជាមួយនឹងអន្តរជាតិដែលខ្ញុំធ្លាប់និយាយក្នុងវីដេអូមុនជាមួយទំនាក់ទំនងអន្តរជាតិគឺអត់សូវល្អទេបាទហើយអត់ល្អមែនឥឡូវគ្មានល្អទេមានណាគេចូលចិត្តបើអត់គោរពច្បាប់ហើយបំផ្លាញច្បាប់ទៀតបំផ្លាញ UN ទៀតបាទបំផ្លាញ UN ចោលទៀតឥឡូវហ្នឹងបច្ចុប្បន្នហ្នឹងបាទអ្នកកាន់ជើងគេកាន់ជើងទៅខ្ញុំនិយាយនេះមិនមែនឲ្យស្អប់ឬឲ្យស្រឡាញ់ទេខ្ញុំគ្រាន់តែថាខ្ញុំវែកញែកនិយាយអំពីការពិតថារឿងច្បាប់អន្តរជាតិឬមិនច្បាប់អន្តរជាតិគួរតែគិតគួរតែគូឲ្យច្បាស់លាស់ហើយដល់ពេលគាត់ចំផ្កាយប្រសៅផ្កាយខ្យល់ដូចគ្នាហើយនៅក្នុងផ្កាយនពគ្រោះសិក្ខាកាមដែលធ្លាប់រៀនដឹងហើយផ្កាយរហូនផ្កាយប្រសៅនោះវាត្រូវគ្នាខ្យល់ឡើងខ្យល់ត្រូវគ្នាណាបើខ្យល់ឡើងភ្លើងมันវាទាស់គ្នាបាទខ្យល់ឡើងភ្លើងมันវាទាស់គ្នាហើយយើងមើលធៀបដែលប្រឆាំងគ្នាលោកអាលីខាមីណីដែលស្លាប់នៅក្នុងថ្ងៃ28វាយបហាហ្នឹងគាត់ផ្កាយភ្លើងហើយលោកនេតាន់យ៉ាហ៊ូហើយនឹងលោកតាត្រាំនេះផ្កាយខ្យល់ឡើងភ្លើងប៉ះគ្នាប្រឆាំងគ្នាណាផ្ទុះឆេះវុលបាទរឿងចឹងរឿងពិបាកហើយដល់ពេលចឹងណាឥឡូវគិតមិនណោះឥឡូវគិតមិនបាទពិបាកដែរបងប្អូនណាចំណុចហ្នឹងវាស្មុគស្មាញបងប្អូនវា stress មួយមែនតើអើយស្ថានភាពពុកលោបយ៉ាងអីបងប្អូនណាបាទអញ្ចឹងនៅក្នុងក្បួនតម្រាបុរាណនេះដែលខ្ញុំនេះអានេះខ្ញុំយកមករៀបចំយកមកចងយកមកគិតយកមកគូមករៀនរៀបការ៉ែលនេះអានេះយាមស្អីនេះគេប្រើដើម្បីដឹងស្អីហួយចុះឡើងជ័យយកសុខអន្តរាយលិភីសទ្ធិកម្មមរណង្ទឹកច័ន្ទគេពុទ្ធហសកសៅយុតិជៈបរិវារយុតិជៈសេរីមូលឧស្សាហមន្ត្រីកាលកណីនៅក្នុងអានេះគឺមានរង្វិលហើយវាមានអាលំនឹងបាទលំនឹងបន្តិចទៀតចុងខែបាទចុងខែ
3នេះគឺនឹងចេញពីរោងពុំហើយសម្រាប់ពុកម៉ែបងប្អូនណាដែលចង់បានក្បួននេះអាចទំនាក់ទំនងមក Telegram របស់ខ្ញុំផ្ទាល់015 85 5775នឹងលេខ Telegram ផ្ទាល់ហើយបងប្អូនកក់នៅក្នុងកំឡុងនេះខ្ញុំទទួលបន្ថែមបន្តិចទៀតដល់ថ្ងៃទី20 ខែ3នេះហើយទទួលកក់ហ្នឹងគឺតម្លៃ$17ហើយអនុញ្ញាតឲ្យបងប្អូនចូលក្នុងក្រុមសិក្សាមួយដែលអាចសួរដេញដោលអំពីវិធីប្រើប្រាស់ technique ប្រើប្រាស់អំពីការព្យាករអំពីរករឹកចតាណាត្រូវរឹកអីណាត្រូវកន្លែងណាគឺមានក្រុមមួយទៀតបាទមានក្រុមហ្នឹងសម្រាប់ឲ្យបងប្អូនចូលសិក្សាសួរនាំបាទហើយពេលណាយើងចំតួអង្គណាចរិតយើងដូចគ្នាពីព្រោះចរិតលក្ខណៈនៃក្នុងតួអង្គតម្រាសង្គ្រាមហ្នឹងបកូនណាសូរិយវរ្ម័នទី2លោកហាក់ដូចជាលោកគិតល្អិតអន់ថាគ្រប់សពមកទាំងអស់បាទគ្រប់សពរសជាតិគ្រប់សពសាវតាគ្រប់សពព្រឹត្តិការណ៍គ្រប់សពសង្គ្រាមបាទបងប្អូនជាចុងក្រោយនៅក្នុងតម្រាសង្គ្រាមទ្រឹស្ដីដែលបដោតជាងគេគឺជីវិតគឺជាសង្គ្រាមបើយើងគ្មានសមត្ថភាពធ្វើសង្គ្រាមយើងនឹងខ្លាចជាជនរងគ្រោះយើងនឹងខ្លាចជាចំណាប់ខ្មាំងនៃសង្គ្រាមសង្គមនេះមានតែខ្លាំងធ្វើបាបតូចច្រើនធ្វើបាបតិចខ្លាំងធំធ្វើបាបតូចបាទបើយើងគ្មានសមត្ថភាពធ្វើសង្គ្រាមកុំសង្ឃឹមមានសន្តិភាពហើយទោះបីជាយ៉ាងណាក៏ដោយសន្តិភាពពិតប្រាកដគឺមិនយូរអង្វែងទេបើសិនជាយើងអត់មានសមត្ថភាពធ្វើសង្គ្រាមសូម្បីតែយើងមើលបងប្អូនប្រទេសដែលមានអាវុធខ្លាំងក្លាដល់ម្លឹងហើយគ្រាន់តែមានកំណប់ទ្រព្យដែលគេចង់បានហើយគេមិនបានគេនៅតែវាយឈ្លានពានយកដូចជាអ៊ីរ៉ង់អញ្ចឹងខ្ញុំអត់ចង់និយាយកត្តាដែលអ៊ីរ៉ង់គាត់មានការគ្រប់គ្រងកុម្មុយនីសឬផ្ដាច់ការវាអត់ពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងរបស់គេទេតែវាតាក់ទងជាមួយនឹងទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ដែលគេចង់បានគឺប្រេងបាទគឺប្រេងបងប្អូនអាចថាដោយសារតែគេចង់វាយផ្ដួលរំលំរបបផ្ដាច់ការមិនមែនទេបើសិនជារបបផ្ដាច់ការនឹងស្របជាមួយគោលនយោបាយគេផ្ដល់ផលប្រយោជន៍ឲ្យគេក៏គេអត់ធ្វើអីដែរយើងមើលថៃក៏កុម្មុយនីសវៀតណាមក៏កុម្មុយនីសចិនក៏កុម្មុយនីសឥណ្ឌូរុស្ស៊ីក៏កុម្មុយនីសប៉ុន្តែសួរថាគេវាយអត់ដោយសារស្របជាមួយនឹងផលប្រយោជន៍គេឬក៏ផ្ដល់ផលប្រយោជន៍គេចុះកម្ពុជាយើងប្រជាធិបតេយ្យតែគេចោទទាំងយើងល្មើសខ្លះយើងមិនពេញលេញខ្លះគេចោទបន្ថែមពីព្រោះវាមិនស្របជាមួយនឹងគោលគំនិតនិងផលប្រយោជន៍របស់គេអត់មានមកអំពីរឿងរបបនយោបាយទេគឺរបបនៃផលប្រយោជន៍របស់គេតែប៉ុណ្ណោះខ្លាំងប៉ុណ្ណឹងហើយមានអាវុធមានមីស៊ីលមានដ្រូនមានអីសពគ្រប់ប៉ុណ្ណឹងហើយប៉ុន្តែក៏នៅតែខ្ទេចប្រទេសអ៊ីរ៉ង់ខ្ញុំមិនហ៊ានសម័យថានឹងនៅល្អទៀតទេបាទខ្ញុំមើលមិនឃើញថានៅល្អទៀតទេគឺនឹងខ្ទេចវល់តែម្ដងបាទប៉ុណ្ណឹងខ្លាំងប៉ុណ្ណឹងហើយនៅតែខ្ទេចវល់ទៀតបើខ្លាំងមិនដល់គេបាទយើងនិយាយទៅប៉ុណ្ណឹងខ្លាំងប៉ុណ្ណឹងហើយឧមាថាខ្លាំងក្នុងតំបន់ប៉ុណ្ណឹងហើយនៅមជ្ឈមបូព៌ាតែខ្លាំងមិនដល់អាសត្រូវដែលវាចង់បានទ្រព្យសម្បត្តិយើងនោះខ្ទេចប្រទេសរលាយប្រទេសបាទហើយតបន្តទៅទៀតតើនឹងយ៉ាងណាបន្ទាប់ពីខ្ទេចប្រទេសហើយជនជាតិនឹងបែកបាក់ទឹកចិត្តហើយនឹងបែកបាក់គ្នាហើយនឹងបង្កើតរដ្ឋផ្សេងគ្នាផ្លូវនឹងគឺអញ្ចឹងដូចជាមហាចក្រភពខ្មែរយើងអញ្ចឹងពេលដែលខ្លាំងនៅពេលដែលចុះខ្សោយគឺបែកបាក់បាត់បង់ស្មារតីសាមគ្គីគ្នាបង្កើតជារដ្ឋផ្សេងគ្នាហើយក្រោមការត្រួតត្រារបស់អ្នកដទៃផ្សេងគ្នាមកទល់ពេលនេះបើសិនជាយើងនៅតែមិនប្រឹងសមត្ថភាពអភិវឌ្ឍជាតិប្រឹងសមត្ថភាពការពារជាតិឲ្យខ្លាំងទេក៏មិនអាចឈរជើងបាន50ឆ្នាំដែរនេះយើងត្រឹមតែ20ជាងឆ្នាំ30ឆ្នាំទៅប៉ុណ្ណោះគេវាយយើងដល់ទៅ2ដងតាំងអំពីចប់ពីសង្គ្រាមមកហើយចប់ពីសង្គ្រាមផ្ទៃក្នុងឆ្នាំ1998មកទល់ពី98មកដល់ឥឡូវនេះវាជិត30ឆ្នាំយើងមានសង្គ្រាមដែលថៃឈ្លានពានរករឿងយើង2ដងមកដែរបាទតើ50ឆ្នាំនឹងមានសង្គ្រាមប្រមាណដងនេះគឺជារឿងដែលយើងត្រូវគិតទាំងអស់គ្នាណាមិនមែនជារឿងលេងទេខ្លាំងប៉ុណ្ណឹងអ៊ីស្រាអែលនៅតែខ្ទេចប្រទេសគិតមើលអាហ្នឹងខ្លាំងមិនដល់គេមិនមែនហេតុផលមកអំពីការគ្រប់គ្រងពុកអលួយការគ្រប់គ្រងកុម្មុយនីសការគ្រប់គ្រងផ្ដាច់ការទេវាអត់មានអាហ្នឹងវាអត់ទាស់ជាមួយអាហ្នឹងទេតែទាស់ជាមួយនឹងផលប្រយោជន៍របស់គេចង់បានទ្រព្យរបស់យើងហើយយើងអត់ចែករំលែកឲ្យគេឬក៏យើងមិនអាចឲ្យគេបានឬក៏មានដៃគូរបស់យើងក្តាប់នៅទ្រព្យសម្បត្តិរបស់យើងវាមិនចែកផលប្រយោជន៍ឲ្យទ្រព្យសម្បត្តិនឹងទៅដល់ចោលយើងនិយាយភាសាមួយម៉ាត់ថាចោលទីបំផុតចោលមកកំទេចយើងដូចគ្នាថ្ងៃក្រោយទៅតើយើងអាចបាន50ឆ្នាំទៀតទេ50ឆ្នាំដោយគ្មានសង្គ្រាមតើយើងគិតឃើញទេបាទមិនមែនជារឿងលេងសើចទេបាទអញ្ចឹងជាចុងក្រោយចុងបញ្ចប់ដែលខ្ញុំចង់លើកបង្ហាញហ្នឹងវាខ្ញុំតាមពិតទៅមិនបានជាគិតគូរទេមួយឆ្នាំនេះដល់ពេលអង្គុយគិតមើលឆ្នាំកណនីឆ្នាំមើលទៅទេពួកអស់នេះវាអត់ការងារធ្វើបាទអត់ការងារធ្វើសោះវាមកវាយគ្នាធ្វើព្យុះភ្លៀងមែនបើលោកនេតាន់យ៉ាហ៊ូនេះចង់ផ្កាយពពកផ្កាយខ្មៅផ្កាយព្យុះភ្លៀងណាខ្ញុំធ្លាប់រៀននៅប្រគ្រោះផ្កាយរហូនឹងតំណាងឲ្យខ្យល់ព្យុះភ្លៀងខ្យល់ព្យុះបាទព្យុះកបិតត្បូងក្តីព្យុះស្អីក៏ដោយ
ទីហ្វុងក្តីគឺនៅក្នុងផ្កាយរហូនឯងហើយផ្កាយខាងនេះផ្កាយប្រសៅនេះគឺផ្កាយខ្យល់ដែរខ្យល់បោកខ្យល់កន្ត្រាក់ខ្យល់កាច់ខ្យល់មូលខ្យល់កម្មជីវិតទីផុតខ្យល់បាក់ដាក់គ្នាទៅក៏ក្រៅភពលោកមកបកកភ្ជុះភ្លៀងភាសាខ្មែរបុរាណយើងខ្មែរយើងចូលចិត្តនិយមអានេះដើរបកកភ្ជុះភ្លៀងមែនមិនធម្មតាទេណាបាទហើយវាប៉ះចំរឹកលោកអាលីមុជតាបាខាមីណីនេះជារឹកមេតបមិនខ្លាចទេមនុស្សនេះស៊ូងាប់បាទលោកមុជតាបាខាមីណីនេះតាមពិតលោកឆ្នាំលោកមុជតាបាខាមីណីនេះជាមួយនឹងលោកតាត្រាំនឹងត្រូវគ្នាទេប៉ុន្តែដល់ពេលក្នុងដំណើរឆ្នាំដំណើរផ្កាយហ្នឹងវាដើរមកវាចំដល់កន្លែងវាសត្រូវគ្នាបាទបងប្អូនមានពេលខ្លះមិត្តភក្តិយើងដែលល្អល្អអឿនគ្នាណាក៏មានពេលឃ្លាឆ្ងាយឬក៏ជួនកាលមានពេលឆ្លោះគ្នាដែរបាទឆ្លោះគ្នាឬក៏បែកគ្នាក៏មានហើយយូរឆ្នាំទៅវាត្រូវគ្នាដល់ផ្កាយហ្នឹងវាដើរដល់ផ្កាយហ្នឹងដើរមកចំកន្លែងដល់ជួបគ្នាវិញវាត្រូវគ្នាវិញក៏មានខ្ញុំមិត្តភក្តិអីក៏មានដែរមានមិត្តភក្តិខ្លះអត់បានឆ្លោះបានតោះប៉ុន្តែត្រូវឃ្លាចាក់ឆ្ងាយពីគ្នាអត់បានតំណងដាច់ឡាយពីគ្នាទៅដល់ពេលវាមកជួបគ្នាវិញអញ្ចឹងទៅជួបមានហេតុមានផលជួបគ្នានិយាយចែកគ្នាទៅជួនកាលមិត្តអង្គវិទ្យាល័យដល់ពេលមកដល់ឥឡូវមកតបជួបគ្នានិយាយគ្នាអីណាត្រូវហៅហែគោលដៅគោលបំណងអីណា business ចំនួនស្អីអូហៅហែចែកគ្នាបាច់ខ្ទិះបាច់ពុះមាត់អាហ្នឹងអញ្ចឹងរឹករបស់យើងវាអញ្ចឹងដូចគ្នាបាទរឹករបស់មនុស្សម្នាក់ក្បួនវិវលផែនដីវិវលចក្រវាលវិវលក្បួនក៏វិវលដែរអញ្ចឹងបានខ្ញុំសម្រេចយកក្បួនចក្រភពខ្មែរទាំង9វិជាក្បួនហ្នឹងយកមកបាច់បង្កើតទៅជាក្បួនបង្វិលចក្រវាលបាទក្នុងនេះវាមានបល័យនេះបល័យអដានារយៈបរិទ្ធដើម្បីជាការបង្ការខ្មោចព្រាហ្មណ៍វិសាចអរិយអ្នកតានេះអសល្អិតនេះដូចជាបន្ទាត់នេះខ្ញុំច្បាច់ខ្ញុំធ្វើឲ្យតូចដូចបន្ទាត់យ៉ាងនេះបាទហើយនឹងអេតេពិសោឋានរីបែងភាគអីចឹងទៅបាទបងប្អូនក្នុងវីដេអូនេះមានតែប៉ុណ្្នឹងសង្ឃឹមថាចូលចិត្តហើយជួយ share ចែករំលែកហើយកុំភ្លេចចុច Subscribe ទាំងអស់គ្នាបាទសូមអរគុណច្រើនសូមគោរពជម្រាបលាជួបគ្នាក្នុងវីដេអូក្រោយ